រឿងពីនិចលំទឹកសមុទ្រសិលជាស្ពានរបស់សត្វមានសេចក្តីថាមានឈ្មួញជាច្រើននាក់នាំគ្នាទៅជួញដោយសំពៅនៅក្នុងមហាសមុទ្របានបើកសំពៅយ៉ាងលឿនរហ័សប្រៀបដូចជាគេបាញ់ព្រួញកូនសបាន7ថ្ងៃក៏កើតឧបទ្ទវហេតុដោយខ្យល់ព្យុះបក់បោកជាខ្លាំងរលកក៏ធំបក់បោកមកលើសំពៅរបស់ពួកគេបណ្ដាលឲ្យទឹកហូរចូលក្នុងសំពៅពេញកាលសំពៅរៀបនឹងលិចមហាជនទាំងអស់គ្នាបាននឹករលឹកដល់ទេវតារៀងខ្លួនអ្នកខ្លះក៏ធ្វើកិច្ចបន់ស្រន់ថាចេះមួយចេះពីរដើម្បីឲ្យទេវតាមកជួយនៅអាយុជីវិតរបស់ពួកគាត់ហើយនាំគ្នាយំពេញតែសំពៅខ្លែងតែបុរសម្នាក់បាននឹករលឹកអំពីគុណរបស់ខ្លួនខុសអំពីគេបានគិតថាអាត្មាអញមានអ្វីជាទីពឹងនៅគ្រាមានអាសន្នដូច្នេះទេក៏នឹករលឹកដល់សរណគមនិងសិលដ៏បរិសុទ្ធរបស់អាត្មាអញទើបអង្គុយបែនភ្នែនក្នុងចំណោមមហាជនទាំងនោះប្រៀបដូចព្រះយោគីអង្គុយចម្រើនកម្មដ្ឋានមហាជនសួរបុរសនោះថាហេតុអ្វីបានជាអ្នកមិនខ្លាចស្លាប់ទេឬបុរសនោះក៏បានឆ្លើយថាមនាលព្រានអ្នកទាំងឡាយថ្ងៃដែលយើងឡើងជិះសំពៅមកយើងបានឲ្យទានដល់ភិក្ខុសង្ឃបានសមាទានសិលនិងសមាទាននៅសរណគមនិងសិលរួចជាស្រេចព្រោះហេតុនោះបានជាយើងមិនខ្លាចមហាជនសួរថាអ្នកជាម្ចាស់អ្នកអាចឲ្យដល់អ្នកដតីបានខ្លះដែរឬទេថាបានបើដូច្នោះចូលអ្នកឲ្យដល់យើងរាល់គ្នាបុរសនោះក៏រំលែកមហាជនជា7ក្រុមមួយក្រុមមាន100រូបទើបឲ្យនិច្ចសិលដល់មហាជនទាំងអស់គ្នាបណ្ដាជនទាំង7ក្រុមនោះក្រុមទី1សមាទានសិលក្នុងទឹកត្រឹមកជើងក្រុមទី2អ្នកឯងចាំសមាទានត្រឹមទឹកត្រឹមក្បាលជង្គង់ក្រុមទី3អ្នកឯងទាំងអស់គ្នាចាំសមាទានពេលទឹកត្រឹមចង្កេះក្រុមទី4អ្នកឯងទាំងអស់គ្នាចាំសមាទានពេលទឹកដល់ផ្ចិតក្រុមទី5អ្នកឯងចាំសមាទាននៅពេលដែលទឹកដល់ត្រឹមដោះក្រុមទី6ចាំអ្នកឯងសមាទានចាំខ្ញុំឲ្យនៅពេលដែលទឹកត្រឹមកក្រុមទី7ចាំសមាទានក្នុងវេលាទឹកប្រៃចូលមាត់លុះឲ្យសិលដល់បុរសទាំងអស់គ្នារួចហើយបុរសនោះស្រែកប្រកាសថាអ្នករាល់គ្នាយើងទាំងអស់គ្នាគ្មានអ្វីជាទីពឹងក្រៅអំពីសិលរបស់ខ្លួនដែលអ្នកបានសមាទានមាញ់នេះចូលពិចារណាសិលតែម្យ៉ាងបានហើយពួកមហាជនទាំង700ក៏ធ្វើមរណកាលទៅនៅបណ្ដាសមុទ្រនោះបានទៅកើតនាឋានត្រៃត្រឹងទេវលោកទាំងអស់គ្នាព្រោះអាស្រ័យសិលដែលខ្លួនបានសមាទានក្នុងពេលចិត្តស្លាប់វិមានទាំងឡាយកើតដល់ទេវបុត្រ
ទាំងនោះជាបន្តវិមានមាសកម្ពស់100យោជន៍កើតឡើងដល់ទេវបុត្រជាអាចារ្យចំកណ្ដាលវិមានទាំងអស់វិមានយ៉ាងទាបបំផុតត្រឹម12យោជន៍ទេវបុត្រទាំងនោះបានពិចារណាមើលនៅបញ្ញកម្មក្នុងខណៈដែលខ្លួនកើតរួចហើយក៏ដឹងច្បាស់ថាសម្បត្តិដែលពួកយើងបាននេះមកព្រោះអាស្រ័យទេវបុត្រជាអាចារ្យតោះយើងនាំគ្នាទៅសរសើរអំពីគុណរបស់អាចារ្យក្នុងសំណាក់ព្រះសាស្តាដោយប្រការៈផ្សេងពីគ្នា